សុខភាពរបស់សហរដ្ឋអាមេរិកគ្រឿងស្រវឹងនេះធ្វើអីវាធ្វើឲ្យញៀនតែម្ដងហើយភាពញៀននេះណា 100% នេះគឺជាការស្រាវជ្រាវហើយដែលចេញផ្សាយដោយវិទ្យាស្ថានសុខភាពរបស់សហរដ្ឋអាមេរិកគេធ្វើការសិក្សាទៅគេឃើញថាយ៉ាងម៉េចអានេះគេដាក់ថា alcohol associated organ damage មានន័យថាអ្នកដែលប្រើប្រាស់គ្រឿងស្រវឹងវាធ្វើឲ្យខូចសរីរាង្គមនុស្សនឹងវាមានអីខុស1-10%នេះបាទចានៅទីនេះខ្ញុំសូមជម្រាបជូនណាខូចទី1គឺថ្លើមនឹងហើយពីព្រោះថ្លើមមានមុខងារនៅក្នុងការបន្សាបនៅជាតិអេតាណុលហ្នឹងចាអញ្ចឹងប្រហែលភាគរយនៅក្នុងហ្នឹងថ្លើមហ្នឹងដែលគេនិយាយហ្នឹងវាមានក្រិនថ្លើមហើយអ្នកដែលក្រិនថ្លើមហើយណាមិនយូរមិនឆាប់ទេវាវត្តទៅរកមហារីកថ្លើមហើយមហារីកថ្លើមហ្នឹងទាំងក្រិនថ្លើមទាំងមហារីកថ្លើមទាំងលាកថ្លើមហ្នឹងទាំងអស់ហ្នឹងមានប្រមាណ 48% មានន័យថាក្នុងចំណោមមនុស្ស100នាក់ដែលពិសាគ្រឿងស្រវឹង 48% ហើយតែគាត់នឹងវិវត្តទៅរកនៅក្នុងរយៈពេលមិនយូរមិនឆាប់ហ្នឹងទៅតាមស្ថានភាពនិងសុខភាពរបស់មនុស្សនេះគឺ48នាក់ច្រើនណាស់ច្រើនមែនតើចាមិនមែនតិចទេហើយនៅក្នុងចំណោម 48% ហ្នឹងវិវត្តទៅរកការស្លាប់ហ្នឹងប្រហែល 66.5% ខ្ពស់ណាខ្ពស់មែនតើអញ្ចឹងបើសិនបើធ្លាក់នៅក្នុងស្ថានភាពហ្នឹងហើយការសង្ឃឹមនៃការរស់នៅឲ្យបានយូរអង្វែងនេះមិនមានទេចាមិនមានតទៅទៀតទេនឹងចំណុចមួយចំណុចមួយទៀតដែលខ្ញុំសូមលើកជូនគឺខូចអីខូចទៅលើលំពេងណាលំពេងរបស់យើងព្រោះវាតាក់ទងគ្នាហើយលំពេងនេះប្រហែលភាគរយនៅក្នុងហ្នឹងវាមានទាំងឈឺភ្លាមហើយក៏វាមានការវិវត្តទៅរ៉ាំរ៉ៃនេះគឺ 26% អីតទៀតរលាកក្រពះពោះវៀនឬក៏មហារីកក្រពះពោះវៀនអាហ្នឹងមានប្រហែល 11% ហើយមួយទៀតទៅលើអីទៅលើនេះមាត់ចាមាត់របស់យើងហៅ oral cavity មាត់របស់យើងពីព្រោះកាលណាយើងពិសាទៅចូលមាត់ហ្នឹងវាមានតណាអញ្ចឹងវាប្រតិកម្មនៅក្នុងហ្នឹងតែវាធ្វើអីវាធ្វើឲ្យមានបញ្ហាមហារីកមាត់របស់យើងហើយនឹងមហារីកបំពង់កតែមានចំនួនប្រមាណភាគរយ 26% ចា 26% ទៅលើទៀតខ្ញុំជម្រាបជូនមិញហើយទៅលើបញ្ញាញាណរបស់យើងដែល mental health មានច្រើនវាមាន ischemic stroke មានន័យថាវាយូរទៅវាងាប់អាសាច់ខួរក្បាលយើងទៅវាទៅជា stroke ហើយវាមានអីទៀតវាមានការហូរឈាមដែលយើងអត់ដឹងហូរតិចឬហូរខ្លាំងទៅតាមស្ថានភាពរបស់យើងចាហើយក៏វាមានជំងឺមួយដែលភាសាខ្មែរយើងថាអីថាឈួតជ្រូកនេះវាមានរហូតដល់ 13% ហើយជាបន្តទៀតវាមានជំងឺជាច្រើនទៀតដែលខ្ញុំសូមបើយើងនិយាយច្រើនណារាប់រយមុខតែនេះខ្ញុំលើកយកតែធំទេប៉ុន្តែអ្វីដែលសំខាន់មួយទៀតខ្ញុំសូមលើកជូនគឺអីគ្រោះថ្នាក់ចរាចរណ៍ហើយគ្រោះថ្នាក់ចរាចរណ៍នេះមានប្រមាណ 27% ហើយការស្លាប់ខ្ញុំជឿថាឯកឧត្តមលោកជំទាវក៏បានឃើញសារព័ត៌មានដែររាល់ថ្ងៃនេះដែលចុះនេះប្រមាណមួយថ្ងៃ3ចន្លោះពី3ទៅ5នាក់នឹងក្នុងមួយថ្ងៃហើយចូលប្រគុណទៅ365ថ្ងៃយើងឃើញប្រមាណច្រើនណាស់ច្រើនមែនតើអញ្ចឹងការប្រើប្រាស់គ្រឿងស្រវឹងនេះវាមិនល្អសម្រាប់យើងឡើយមួយទៀតគ្រឿងស្រវឹងនេះធ្វើអីវាធ្វើឲ្យញៀនតែម្ដងហើយភាពញៀននេះណា 100% ចឹងហើយបានជាភាសាយើងថាកុំចង់សាកចាណាក្មួយកុំចង់សាកកាលណាសាកវានឹងឈានទៅរកភាពញៀនហើយអមមានបាល់ទុកដាក់